ជំពូក1ទុកលំបាកលើកទី1របស់លោកជោមខ1កាលពីដើមនៅស្រុកអ៊ូមានបុរសម្នាក់ឈ្មោះជោបជាអ្នកទៀងត្រង់និងសុចរិតលោកគោរពកោតខ្លាចព្រះជាម្ចាស់ហើយជៀសវាងប្រព្រឹត្តអំពើអាក្រក់ខ2លោកជោមមានកូនប្រុស7នាក់និងកូនស្រី3នាក់ខ3លោកមានជាម7000ក្បាលអូត3000ក្បាលគោ500នឹមនិងលា500ក្បាលហើយលោកក៏មានអ្នកបម្រើជាច្រើនដែរលោកជាមនុស្សមានឈ្មោះល្បីជាងគេនៅស្រុកខាងកើតខ4កូនប្រុសរបស់លោកតែងទៅជប់លៀងនៅផ្ទះរបស់ពួកគេតាមវេនរៀងៗខ្លួនហើយក៏អញ្ជើញបងប្អូនស្រីទាំង3នាក់ទៅចូលរួមដែរខ5ក្រោយពេលជប់លៀងលោកជោមតែងតែហៅកូនរបស់លោកមកធ្វើពិធីជំរះកាយឲ្យបានបរិសុទ្ធលោកក្រោកពីព្រឹកព្រលឹមថ្វាយដង្វាយដុតទាំងមូលសម្រាប់កូននីមួយៗត្បិតលោកខ្លាចក្រែងកូនរបស់លោកប្រព្រឹត្តអំពើបាបហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តខ្លួនលោកជោបតែងតែប្រព្រឹត្តបែបនេះជានិច្ចខ6ថ្ងៃមួយពពួកទេវតារបស់ព្រះអង្គម្ចាស់នាំគ្នាចូលទៅគួរព្រះអង្គមានសាតាំងក៏ស្ថិតនៅក្នុងចំណោមទេវតាទាំងនោះដែរខ7ព្រះអង្គម្ចាស់មានព្រះបន្ទូលទៅកាន់មានសាតាំងថាតើអ្នកទៅនឹងមកពីណាមានសាតាំងទូលព្រះអង្គវិញថាទូលបង្គំទៅនឹងដើរកម្សាន្តនៅលើផែនដីខ8ព្រះអង្គម្ចាស់សួរមានសាតាំងថាតើអ្នកសង្កេតឃើញជោបជាអ្នកបម្រើរបស់ជើងឬទេនៅលើផែនដីគ្មាននរណាម្នាក់ដូចជោបឡើយគេជាមនុស្សទៀងត្រង់និងសុចរិតគេគោរពកោតខ្លាចជើងហើយជៀសវាងប្រព្រឹត្តអំពើអាក្រក់ខ9មានសាតាំងទូលព្រះអង្គវិញថាតើជោបពិតជាគោរពកោតខ្លាចព្រះអង្គដោយសត្យចិត្តមែនឬខ10តាមពិតគាត់គោរពព្រះអង្គដូច្នេះមកពីព្រះអង្គការពារគាត់នៅផ្ទះសម្បែងរបស់គាត់ព្រមទាំងអ្វីៗដែលគាត់មានព្រះអង្គប្រទានពរឲ្យគាត់បានចម្រើនក្នុងកិច្ចការដែលគាត់ធ្វើហើយក៏ប្រទានឲ្យវងសត្វរបស់គាត់កើនចំនួនឡើងពីពេញស្រុកដែរខ11ប្រសិនបើព្រះអង្គបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាននោះគាត់មកជាប្រមាថព្រះអង្គជាមិនខានខ12ព្រះអង្គម្ចាស់មានព្រះបន្ទូលទៅកាន់មានសាតាំងថាអ្វីៗដែលជោបមានស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយប៉ុន្តែកុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះពេលនោះមានសាតាំងក៏ចាក់ចេញពីព្រះអង្គទៅលោកជោបបាត់បង់កូននិងទ្រព្យសម្បត្តិខ13ថ្ងៃមួយពេលកូនប្រុសស្រីរបស់លោកជោបកំពុងតែជប់លៀងនៅក្នុងផ្ទះកូនច្បងខ14នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថាជាងខ្ញុំកំពុងតែភ្ជួរស្រាជាមួយគោហើយវងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះខ15ស្រាប់តែមានជនសៃបាមកវាយពួកយើងប្លន់យកពងសត្វរបស់លោកម្ចាស់អស់ពួកគេបានសម្លាប់អ្នកបម្រើឯទៀតរបស់លោកម្ចាស់គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិតហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់ខ16ពេលនោះកំពុងតែនិយាយនៅឡើយស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ជម្រាបលោកថាមានរន្ទះបាញ់ពីលើមេឃឆេះវងជៀមរបស់លោកម្ចាស់ហើយអ្នកបម្រើឯទៀតក៏ស្លាប់អស់ដែរមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិតនាំដំណឹងនេះមកជម្រាបលោកម្ចាស់ខ17អ្នកនោះនិយាយមិនទាន់ផុតពីមាត់ផងស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ជម្រាបលោកថាមានជនជាតិខាដេលើកគ្នាមកជា3ក្រុមហើយប្លន់យកពងអូតនៅសម្លាប់អ្នកបម្រើឯទៀតរបស់លោកម្ចាស់គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិតហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់ខ18អ្នកនោះកំពុងនិយាយនៅឡើយស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ជម្រាបលោកថាកូនប្រុសស្រីរបស់លោកម្ចាស់កំពុងជប់លៀងនៅក្នុងផ្ទះកូនច្បងខ19ស្រាប់តែមានខ្យល់ព្យុះបក់បោកមកពីវាលរហោឋានប៉ះនឹងជ្រុងផ្ទះទាំង4ផ្ទះក៏រលំសង្កត់យុវជនទាំងនោះស្លាប់អស់ហើយមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលនៅរស់ហ
ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់ខំ20ពេលនោះលោកជោក្រោកឡើងហើយអាវធំរបស់លោកហើយកោរសក់បន្ទាប់មកលោកផ្ដួលខ្លួនដល់ដីក្រាបថ្វាយបង្គំខំ21ទាំងពោលថាខ្ញុំបានចាក់ចេញពីផ្ទៃម្ដាយមកខ្លួនទទេខ្ញុំក៏នឹងវិលត្រឡប់ទៅខ្លួនទទេដែរព្រះអង្គម្ចាស់ប្រទានអ្វីៗមកខ្ញុំហើយព្រះអង្គក៏ដកយកពីខ្ញុំដែរសូមលើកដំកើងព្រះនាមព្រះអង្គម្ចាស់ខ22ក្នុងស្ថានភាពទាំងនេះលោកជោបពុំបានប្រព្រឹត្តអំពើបាបឬពោលពាក្យចោទប្រកាន់ព្រះជាម្ចាស់ដែរ